បាទជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងបន្ត English Grammar យើងបន្តទៀតនៅក្នុង chapter នេះគឺ chapter 4យើងនឹងនិយាយអំពី parts of speech parts of speech are categories of words based on their function in a sentence in English there are 8 main parts of speech, sometimes expand to 9. ចឹង part of speech គឺជាក្រុមនៃពាក្យដែលវាអាស្រ័យទៅលើមុខងាររបស់វានៅក្នុងប្រយោគនៅក្នុងភាសាអង់គ្លេស part of speech គឺមាន8ប៉ុន្តែពេលខ្លះក៏វាមានដល់9ដែរ There are noun, adjective, pronoun, verb, adverb, preposition, conjunction, interjection, article or determiner អាហ្នឹងគឺ optional គឺអាហ្នឹងពេលខ្លះគឺវាមានដល់គឺវាមាននិយាយពី article ដែរឬក៏ determiner ដែរ part ចំពោះ part of speech ចឹងទី1 number 1ទី1A noun is a word used as the name of a person, place, or thing. ទី1គឺនាមនាមគឺជាពាក្យដែលត្រូវបានប្រើប្រាស់ជាឈ្មោះរបស់មនុស្សទីកន្លែងឬក៏ជើងវត្ថុ Note the word thing includes all objects that we can see, hear, taste, touch or smell. B. Something that we can think of but cannot perceive by the senses. នៅក្នុងចំណុចនេះចំណុច note នេះគេចង់និយាយថាពាក្យ think គឺចង់សំដៅទៅលើគ្រប់កម្មបទទាំងឡាយណាដែលបានថាចង់និយាយថាគ្រប់អ្វីណាដែលយើងអាចឃើញអាចឮអាចភ្លក់អាចប៉ះឬក៏ធំក្លិនបានអាហ្នឹងគឺស៊ីងហ្នឹងហើយអ្វីដែលយើងអាចគិតអំពីវាប៉ុន្តែយើងមិនអាចដឹងអំពីវាដោយញៀនយើងបានទេឬក៏វិញ្ញាណយើងបានទេអាហ្នឹងក៏ជាស៊ីងដែរ Example The rose smells sweet យើងមើលថាពាក្យ the rose គឺជា noun ដែលបង្ហាញពីស៊ីងហ្នឹងហើយគឺវត្ថុការកលាបគឺមានក្លិនផ្អែមអាហ្នឹង rose ហ្នឹងគឺជាស៊ីង Phnom Penh is the city of Cambodia នាមភ្នំពេញនេះគឺចង់សំដៅទៅនាមតែតាក់ទងនឹង place Sok is engineer ពាក្យថា Sok នេះគឺសំដៅទៅលើនាមដែលជា person ជាបុគ្គល Justice is important in every society Noun justice is something we can think about and understand, but cannot see, hear, touch, smell, or taste it with our senses. ចឹង justice គឺជានាមដែលបង្ហាញតាក់ទងនឹង thing ដែរប៉ុន្តែ justice គឺចង់បង្ហាញពីអ្វីដែលយើងអាចគិតពីវាបានអាចយល់អំពីវាបានប៉ុន្តែយើងមិនអាចឃើញវាទេហើយក៏មិនអាចឮវាមិនអាចប៉ះមិនអាចធំក្លិនមិនអាចភ្លក់វាបានដោយវិញ្ញាណយើងបានទេអាហ្នឹងគឺ justice អញ្ចឹង justice គឺជានាមដែលតាក់ទងនឹង thing ដែរ Second number 2 An adjective is a word that
describes or gives more information about a noun or pronoun ចំណុចទី2ចង់បង្ហាញនិយាយពី adjective គុណនាម adjective ហ្នឹងគឺគុណនាមគឺជាពាក្យដែលវាពិពណ៌នាឬផ្ដល់នូវព័ត៌មានអំពីនាមឬក៏ pronoun បានថាវាចង់បង្ហាញពីព័ត៌មានឬក៏ពីព័ត៌នាអំពីនាមឬក៏ជាសព្ទឬក៏សព្វនាម example he is a playboy គាត់គឺជាក្មេងដែលក្លាហានយើង proud គឺជា adjective ដែលវាពិពណ៌នាអំពីក្មេង boy នេះ the tall building is safe tall ហ្នឹងគឺជា adjective អញ្ចឹងបកថាខ្ពស់អញ្ចឹងវាពិពណ៌នាអំពី building នេះដែលចង់បង្ហាញថា building ហ្នឹងវាខ្ពស់ the strong concrete structure supports the load បេតុងដែលមានកម្លាំងខ្លាំងគ្រឿងបង្គុំបេតុងដែលមានកម្លាំងខ្លាំងគឺវាអាច support នៅ load បាននៅបន្ទុកបានពាក្យថា strong នេះ strong វាគឺជា adjective ដែលវាពិពណ៌នាឬក៏ផ្ដល់ព័ត៌មានអំពី concrete structure នេះវាផ្ដល់ព័ត៌មានអំពីនេះ concrete structure ថា concrete វាពិពណ៌នាឲ្យ concrete structure ហ្នឹងថាវាខ្លាំងអញ្ចឹងស្អីគឺខ្លាំងគឺ concrete structure នេះដែលខ្លាំងអញ្ចឹងសូមមកវិញគឺ adjective គឺជាពាក្យដែលពិពណ៌នាឬក៏ផ្ដល់ព័ត៌មានអំពីនាមឬក៏សព្វនាមចឹងទី3 number 3 a pronoun is a word used instead of a noun to avoid repeating the noun ចំណែកឯសព្វនាម pronoun គឺសព្វនាមគឺជាពាក្យទាំងឡាយណាដែលត្រូវបានប្រើប្រាស់ជំនួសឲ្យនាមដើម្បីជៀសវាងការបានណាការផ្ទួនគ្នានៃនាមបានណាការសរសេរឬក៏និយាយពីនាមតែទួនគ្នាអញ្ចឹងណាអាហ្នឹងគឺជា pronoun ហ្នឹងហើយ pronoun វាមានដូចជា I we you they he she it អាហ្នឹងគឺជា pronoun this that these those នឹងក៏ជា pronoun ចំណែក who គឺសម្រាប់មនុស្សក៏ជា pronoun which គឺសម្រាប់វត្ថុឬក៏ animal ឬក៏សត្វក៏ជា pronoun why pronouns are used make sentence shorter avoid repetition make speech and writing smoother ហេតុអ្វីគឺយើងប្រើ pronoun គឺដើម្បីឲ្យគេគឺធ្វើឲ្យប្រយោគហ្នឹងវាខ្លីហើយមានន័យស្ដាប់បានល្អមួយទៀតគឺជៀសវាងការ repeat នៅនាមហ្នឹងដដែលអញ្ចឹងទីមួយទៀតគឺធ្វើឲ្យការនិយាយនិងការសរសេរហ្នឹងគឺមានការរលូនល្អអាហ្នឹងគឺជា pronoun អញ្ចឹង pronoun គឺចង់សំដៅអីគេ pronoun វាគឺជាពាក្យទាំងឡាយណាដែលប្រើប្រាស់ដើម្បីជំនួសឲ្យនាមគឺជំនួសទៅអីដើម្បីកុំឲ្យវាផ្ទួននៅ noun នឹងដដែលអញ្ចឹងយើងមើលឧទាហរណ៍
John is absent because he is ill John គឺអវត្តមានពីព្រោះតែគាត់ឈឺអញ្ចឹងនៅក្នុងឃ្លានេះគឺប្រធានដែលយើងនិយាយនឹងគឺផ្ដោតទៅលើ Mr. John ដែលគាត់ absent ដូច្នេះយើងមិនប្រើ because John is ill ទៀតទេយើងអត់ប្រើយ៉ាងទៀតទេគឺយើងជំនួសដោយ he វិញអញ្ចឹង because he is ill អញ្ចឹងនៅក្នុងនេះhe នេះគឺជំនួសឲ្យ John ហ្នឹងហើយអញ្ចឹងវាមើលទៅវាធ្វើឲ្យប្រយោគហ្នឹងកុំឲ្យផ្ទួននៅពាក្យJohn នេះយើងមិនបាច់ទៅសេ John is absent because John is ill ទេយើងមិនបាច់សេយ៉ាងសេ John is absent because he is ill គឺ he ហ្នឹងគឺជំនួសឲ្យ John ហ្នឹងហើយ The engineer finished the design he submitted it The engineer ណាគឺបានបញ្ចប់ក្នុងការ design ហើយអញ្ចឹងយើងប្រើ he គឺជាសព្វនាម pronoun submit it បានថាគាត់បាន submit វាហើយអញ្ចឹងយើងមិនបាច់ say the engineer finished the design the engineer submit it ទេគឺ the engineer ហ្នឹងគឺជំនួសឲ្យសំទោស pronoun he នេះគឺជំនួសឲ្យ engineer ហ្នឹងហើយ This is my book it is new អញ្ចឹងនៅក្នុងនេះ This is my book អញ្ចឹងពាក្យថា it នេះគឺជាសព្វនាម pronoun គឺវាជំនួសឲ្យ my book ហ្នឹងហើយយើងមិនបាច់ say this is my book this is my book យើងមិនបាច់ say this is my book is new យើងមិនបាច់ទៅ say យ៉ាងនេះយើងប្រើ it នេះគឺជំនួសឲ្យ my book ហ្នឹងហើយ She is the engineer who designed my house អញ្ចឹងនៅក្នុងនេះគឺ who នេះគឺជា pronoun គឺសព្វនាមដែលជំនួសឲ្យ she នេះយើងមិនបាច់ទៅ say she is the engineer she designed my house យើងមិនបាច់ទៅ say យ៉ាងទេយើងអាចទៅ say she is the engineer who designed my house អញ្ចឹងពាក្យ who ហ្នឹងគឺជំនួសឲ្យ she ហ្នឹងហើយ This is the book which explains grammar which នេះគឺជា pronoun ហ្នឹងហើយគឺជាសព្វនាមដែលវាជំនួសឲ្យ the book នេះយើងមិនចាំបាច់ say this is the book explain grammar គឺវាគឺយើងមិនបាច់ say អញ្ចឹងឲ្យវាបង្កើតឲ្យវាមានការស្ទួនគ្នាគឺវា repeat ដដែលអញ្ចឹងមិនបាច់ទេអញ្ចឹងយើងប្រើពាក្យថា which នេះគឺជំនួសឲ្យ the book ហ្នឹងហើយអញ្ចឹងសរុបមកវិញពាក្យថា pronoun គឺវាជំនួសឲ្យនាមដើម្បីជៀសវាងស្ទួននៃនាមហ្នឹងហើយយើងចូលដល់ចំណុចទី4 number 4ចំណុចទី4 a verb is a verb is a word that shows an action or state of being in the sentence នៅក្នុងនោះគឺនិយាយពីកិរិយាសព្ទគឺជាពាក្យដែលវាបង្ហាញពីសកម្មភាពឬក៏ស្ថានភាពដែលធ្វើនៅក្នុងប្រយោគយើងមើលនេះ verb showing action
ដោយ tell what someone or something does នៅក្នុងហ្នឹងគឺកិរិយាសព្ទដែលបង្ហាញពីសកម្មភាពគឺចង់បង្ហាញពីអ្នកណាម្នាក់ឬក៏អ្វីមួយដែលធ្វើឧទាហរណ៍ she reads a book every day ពាក្យថា read នេះគឺជាកិរិយាសព្ទបណ្ដានាងអានសៀវភៅជារៀងរាល់ថ្ងៃអញ្ចឹង read នេះគឺជាកិរិយាសព្ទដែលបង្ហាញពីសកម្មភាពរបស់នាងធ្វើការអានសៀវភៅនឹងជារៀងរាល់ថ្ងៃសកម្មភាពអានសៀវភៅដោយ build a new house ចំណែកពាក្យ build នេះគឺជាកិរិយាសព្ទជា verb ដែលវាបង្ហាញអំពី action បានថា show action គឺនៅក្នុងហ្នឹងគឺ build ពាក្យថា build គឺជាកិរិយាសព្ទបង្ហាញថាជាសកម្មភាពរបស់ពួកគេដោយក្នុងការសាងសង់ផ្ទះថ្មី We play football after class អញ្ចឹងពាក្យថា play វាគឺជាកិរិយាសព្ទដែលបង្ហាញពីសកម្មភាពបង្ហាញសកម្មភាពរបស់អ្នកណាគឺបង្ហាញសកម្មភាពរបស់ពួកយើងនេះដែលពួកយើងបញ្ចេញនូវសកម្មភាពលេងទាត់បាល់បន្ទាប់ពីចេញពីសាលារៀនចេញពីរៀនអញ្ចឹងវាគឺជាបង្ហាញពីសកម្មភាពរបស់ we នេះមួយទៀត step of being verb step being verb គឺចង់បង្ហាញពីស្ថានភាពកិរិយាសព្ទដែលវាសូនៅ state ដែលបង្ហាញពីស្ថានភាពសភាពឬក៏បង្ហាញពីសភាពឬក៏ស្ថានភាពនៃអ្វីមួយអញ្ចឹងឬក៏នៃស្ថានភាពអំពីអ្វីមួយឬអ្នកណាម្នាក់អញ្ចឹងគឺក៏មានជាកិរិយាសព្ទហ្នឹងដែរជាទូទៅគឺពួកវាមានដូចជា am is are was were seem appear អាហ្នឹងគឺជា state of being verb ហ្នឹងហើយចុះឧទាហរណ៍ The building is safe អញ្ចឹងកាលណាយើងប្រើកិរិយាសព្ទ is នេះបង្ហាញពីថាអាគារហ្នឹងស្ថានភាពអាគារហ្នឹងគឺសុវត្ថិភាពអញ្ចឹងគឺ is ហ្នឹងគឺយើងកាលណាយើងប្រើវាកិរិយាសព្ទហ្នឹងគឺវាមិនមែនបង្ហាញពីសកម្មភាពទេវាមិនមែនជា action ទេគឺចង់បង្ហាញពីសភាពឬក៏ស្ថានភាពនៃអ្វីមួយឬក៏ព្រឹត្តិការណ៍អ្វីមួយហេតុការណ៍អ្វីមួយហ្នឹងគឺចង់តកតនឹងសភាពឬស្ថានភាពហ្នឹងចឹងអានេះវាបង្ហាញពីសភាពរបស់គារហ្នឹងគឺសុវត្ថិភាព She was happy with the result អញ្ចឹងវាគឺជា verb so state ពាក្យថា was នេះវាគឺជាកិរិយាសព្ទដែលវាបង្ហាញពីស្ថានភាពរបស់នាងសភាពរបស់នាងយ៉ាងម៉េចគឺ happy អញ្ចឹងគ្រាន់តែវាចង់បង្ហាញថាវាចេញនៅសកម្មភាពមួយថាសំទោសមិនជាសកម្មភាពវាបង្ហាញពីសភាពរបស់នាងហ្នឹងគឺសប្បាយ They are ready for the test ចឹងកិរិយាសព្ទ are នេះនៅក្នុងហ្នឹងវា show ពី state ដែរបង្ហាញពីថាស្ថានភាពរបស់ពួកគេគឺរួចរាល់ហើយក្នុងការធ្វើតេស្តហ្នឹងអញ្ចឹងបានថាវាមិនមែនថាពួកគេសម្ដែងចេញនៅសកម្មភាពរបស់ពួកគេទេ
hôm nay này á cứ còn là bằng hai pi sát than là phiệp mũi thà phụ ký đôi nhỉ ban rủi ro hao vậy sao phiệp bọc cọt có nó cứ rủi ro á sầm bẹp thông ca thua tè rồi dân sọp mau với cứ verb cái giờ subverb cứ chỉ bịa tương lai là bằng hai pi action rồi có state สถานភាពនៅក្នុងប្រយោគអញ្ចឹងដើម្បីកុំឲ្យវីដេអូយើងវែងពេកខ្ញុំសូម slash មេរៀនយើងតាមនេះសិនហើយយើងនឹងបន្តមេរៀនយើងនៅពេលក្រោយទៀតបាទសូមអរគុណសូមជម្រាបលា